នៅរសៀលថ្ងៃទី8ខែវិច្ឆិកាឆ្នាំ2025គណៈប្រតិភូតាមបណ្ដាក្រសួងស្ថាប័នបានយាងនឹងអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនៅក្នុងឱកាសនៃទិវាបុណ្យឯករាជ្យជាតិខួបអនុស្សាវរីយ៍លើកទី72ដែលជាមហាព្រឹត្តិការណ៍ដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្ត្រជាតិគណៈប្រតិភូតាមបណ្ដាក្រសួងស្ថាប័នបានថ្វាយកម្រងផ្កានៅបណ្ដោព្រះបរមរូបព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាជាតិខ្មែរព្រះបរមរតនកោដ្ឋជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតនាឱកាសនេះគណៈប្រតិភូក្រសួងព្រះបរមរាជវាំងដឹកនាំដោយសម្ដេចមហាមន្ត្រីគួយសុផលឧបនាយករដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំងនិងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រគណៈប្រតិភូក្រសួងអប់រំយុវជននិងកីឡាដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចាហងជុនណារុនឧបនាយករដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡាគណៈប្រតិភូគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដឹកនាំដោយឯកឧត្តមហ៊ឺរុងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគណៈប្រតិភូក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាដឹកនាំដោយឯកឧត្តមជាសុមេធីរដ្ឋមន្ត្រីក្រសួងសង្គមគិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទាគណៈប្រតិភូអគ្គបញ្ជាការដ្ឋានកងយុទ្ធពលខេមរៈភូមិន្ទដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ម៉ាក់សារុនអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរៈភូមិន្ទគណៈប្រតិភូព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមអ៊ុចបូរិតអនុប្រធានទី1ព្រឹទ្ធសភា
គណៈប្រតិភូតុលាការកំពូលនិងអគ្គព្រះរាជអាជ្ញានៃមហាអัยការអមតុលាការកំពូលដឹកនាំដោយឯកឧត្តមឈៀវកេងប្រធានតុលាការកំពូលនិងលោកជំទាវជាលៀងអគ្គព្រះរាជអាជ្ញានៃមហាអัยការអមតុលាការកំពូលគណៈប្រតិភូក្រុមប្រឹក្សាធម្មនុញ្ញដឹកនាំដោយឯកឧត្តមតាំងរតនាអគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញគណៈប្រតិភូក្រសួងការពារជាតិដឹកនាំដោយឯកឧត្តមនាយឧត្តមសេនីយ៍ទាសីហាឧបនាយករដ្ឋមន្ត្រីក្រសួងការពារជាតិគណៈប្រតិភូអគ្គស្នងការដ្ឋាននគរបាលជាតិដឹកនាំដោយឯកឧត្តមសេនីយ៍ឯកមួងសុធាអគ្គស្នងការរងនៃអគ្គស្នងការដ្ឋាននគរបាលជាតិគណៈប្រតិភូក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃគណៈប្រតិភូទីស្តីការគណៈរដ្ឋមន្ត្រីដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចាហេងធរស៊ីរដ្ឋលេខាធិការប្រចាំការទីស្តីការគណៈរដ្ឋមន្ត្រីគណៈប្រតិភូឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមដឹកនាំដោយឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធម៌និងជាសមាជិកទី1នៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមតាំងព្រះយិត្តថាគ្រប់
ณะប្រតិភូក្រសួងយុតិធធដឹកនាំដោយឯកឧត្តមកើតរិទ្ធឧបនាយករដ្ឋមន្ត្រីក្រសួងយុតិធធបាទគណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃរដ្ឋសភាគណៈប្រតិភូរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមវង្សសូត្រអនុប្រធានទី2រដ្ឋសភាគណៈប្រតិភូគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រីកៅរេមីប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាគណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃក្រសួងអភិវឌ្ឍជនបទដឹកនាំដោយរដ្ឋមន្ត្រីរដ្ឋមន្ត្រីគណៈប្រតិភូក្រសួងអភិវឌ្ឍជនបទដឹកនាំដោយឯកឧត្តមឆៃរិទ្ធីសែនរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍជនបទព្រះយានខាងគ្រប់គណៈប្រតិភូជាបន្តគឺប្រតិភូនៃរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំដោយគណៈប្រតិភូរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលដឹកនាំដោយឯកឧត្តមបណ្ឌិតម៉ៅហាវណ្ណាល់រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលគណៈប្រតិភូក្រសួងបរិស្ថានដឹកនាំដោយឯកឧត្តមបណ្ឌិតអៀងសុផាឡែតរដ្ឋមន្ត្រីក្រសួងបរិស្ថានគណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃគណៈប្រតិភូអាជ្ញាធរសាវនកម្មជាតិដឹកនាំដោយឯកឧត្តមអុកសារវុធអគ្គសាវនកររងនៃអគ្គសាវនកម្មជាតិប្រតិភូជាបន្តគឺប្រតិភូនៃក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងអភិវឌ្ឍន៍គណៈប្រតិភូក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ដឹកនាំដោយឯកឧត្តមហេមបណ្ឌីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍គណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃក្រសួងពាណិជ្ជកម្មដឹកនាំដោយអាដាមកឹមសេដ្ឋរគណៈប្រតិភូក្រសួងពាណិជ្ជកម្មដឹកនាំដោយឯកឧត្តមកឹមស៊ីថនរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មជាតិសុខគ្រប់ដែលមានខាងគ្រប់គ
ខាងការដឹកនាំដោយអាដាមប៊ិនត្រេកឆៃរដ្ឋមន្ត្រីបាទ គណៈប្រតិភូក្រសួងផែនការដឹកនាំដោយឯកឧត្តមប៊ិនត្រឆៃរដ្ឋមន្ត្រីក្រសួងផែនការ គណៈប្រតិភូក្រសួងធម្មការនិងសាសនាដឹកនាំដោយឯកឧត្តមចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា គណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដឹកនាំដោយលោកជំទាវ វៀនសោភារដ្ឋលេខាធិការចាត់ការក្រសួងប្រជែង គណៈប្រតិភូក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិដឹកនាំដោយលោកជំទាវ អៀត សោភារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ គណៈបរិយាកាសជាបន្តគឺគណៈបរិយាកាសនៃក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដឹកនាំដោយអាដាម ចន្ទទីណារដ្ឋមន្ត្រី គណៈប្រតិភូក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទដឹកនាំដោយឯកឧត្តមដិតទីណារដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គណៈបរិយាកាសជាបន្តគឺគណៈបរិយាកាសនៃក្រសួងរាយនិងធម្មពលដឹកនាំដោយអាដាម ប្រាស់រដ្ឋលេខាធិការក្រសួងប្រជែង គណៈប្រតិភូក្រសួងរាយនិងធម្មពលដឹកនាំដោយឯកឧត្តមអ៊ិតប្រាំងរដ្ឋលេខាធិការក្រសួងរាយនិងធម្មពល គណៈប្រតិភូក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ដឹកនាំដោយឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ គណៈប្រតិភូក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចាហ៊ីនសាហ៊ីបរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គណៈប្រតិភូសាឡាឧត្តរនិងមហាអាយកាអមសាឡាឧត្តរភ្នំពេញដឹកនាំដោយឯកឧត្តមសេងស៊ីវុទ្ធាប្រធានសាឡាឧត្តរភ្នំពេញ គណៈបរិយាកាសជាបន្ត
បន្តគឺគណៈប្រតិភូនៃក្រសួងជំនាញទឹកនិងឧតុនិយមដឹកនាំដោយអាដាមថោជាថា គណៈប្រតិភូក្រសួងធនធានទឹកនិងឧតុនិយមដឹកនាំដោយឯកឧត្តមថៅជាថារដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយមសូមជូនព្រះវិញ្ញាណខាងគ្រប់ គណៈប្រតិភូកាកបាទក្រហមកម្ពុជាដឹកនាំដោយឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាគណៈបរិភូជាបន្តដើម្បីបានចូលរួមព្រះវិញ្ញាណក្ខន្ធនៃការនេះគឺគណៈបរិភូនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈដឹកនាំដោយអាដាមខាំទូ គណៈប្រតិភូក្រសួងវប្បធម៌និងវិចិត្រសិល្បៈដឹកនាំដោយឯកឧត្តមហាប់ទូចរដ្ឋមន្ត្រីស្ដីទីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ គណៈប្រតិភូជាបន្តដើម្បីបានចូលគ្រប់គ្រងវិញ្ញាណក្ខន្ធនៃការនេះគឺគណៈ គណៈប្រតិភូក្រសួងអធិការកិច្ចដឹកនាំដោយឯកឧត្តមសុកសុកេនរដ្ឋមន្ត្រីក្រសួងអធិការកិច្ច សូមគោរពព្រះវិញ្ញាណខាងគ្រប់ គណៈបរិភូជាបន្តគឺគណៈបរិភូនៃក្រសួងនៃការនារីដឹកនាំដោយលោកជំទាវគុំចម្រើនរដ្ឋលេខាធិការក្រសួង គណៈប្រតិភូក្រសួងកិច្ចការនារីដឹកនាំដោយលោកជំទាវខឹមចម្រើនរដ្ឋលេខាធិការក្រសួងកិច្ចការនារី គណៈបរិភូជាបន្តគឺគណៈបរិភូនៃក្រសួងសុខាភិបាលដឹកនាំដោយអាដាមសតចារ្យជារារដ្ឋមន្ត្រីក្រសួងប្រទេស គណៈប្រតិភូក្រសួងសុខាភិបាលដឹកនាំដោយឯកឧត្តមសាស្ត្រាចារ្យឈៀងរ៉ារដ្ឋមន្ត្រីក្រសួងសុខាភិបាល ព្រះវិញ្ញាណខាងគ្រប់ បាទគណៈបរិភូបន្តគឺគណៈបរិភូនៃក្រមប្រឹក្សាស្ដារវិវត្តន៍ផ្នែកកសិកម្មនិងជនបទដឹកនាំដោយអាដាមរដ្ឋវិទ្យាឧបរដ្ឋពុទ្ធ គណៈប្រតិភូក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទដឹកនាំដោយឯកឧត្តមបណ្ឌិតសភាចាអុករបុនទេសរដ្ឋមន្ត្រីនិងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍវិស័យកសិកម្មនិងជនបទ សូមគោរពព្រះវិញ្ញាណខាងគ្រប់ គណៈបរិភូជាបន្តគឺគណៈបរិភូនៃក្រសួងព័ត៌មានដឹកនាំដោយអាដាមនេនចត្រារដ្ឋមន្ត្រីក្រសួងប្រទេស គណៈប្រតិភូក្រសួងព័ត៌មានដឹកនាំដោយឯកឧត្តមនេតភក្ត្រារដ្ឋមន្ត្រីក្រសួងព័ត៌មាន គ
បាទប្រតិភូទីបន្តគឺប្រតិភូនៃកាយរដ្ឋាភិបាលកម្ពុជាដឹកនាំដោយអាដាមសេរីសញ្ញាអនុប្រធានកាយរដ្ឋាភិបាលកម្ពុជាសូមប្រជែង គណៈប្រតិភូកាយរដ្ឋជាតិកម្ពុជាដឹកនាំដោយឯកឧត្តមសេរីចំណាស់អនុប្រធានកាយរដ្ឋជាតិកម្ពុជា គ្រប់ប្រាក់ជាតិខាត់គ្រប់ បាទជាបន្តសូមជម្រាបគ្រប់ជើងគណៈប្រតិភូនៃក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈដឹកនាំដោយលោកជំទាវចូលវត្ត គណៈប្រតិភូក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈដឹកនាំដោយលោកជំទាវសុវណ្ណវណ្ណារតរដ្ឋមន្ត្រីស្ដីទីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈ គណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃសង្គមកម្ពុជាដឹកនាំដោយលោកជំទាវ គណៈប្រតិភូសហភាពពាណិជ្ជកម្មកម្ពុជាដឹកនាំដោយលោកជំទាវអុកញ៉ាកៅមុំសមាជិកជ្រើសតាំងសហភាពពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃធនាគារជាតិកម្ពុជាដឹកនាំដោយអាដាមសុខសន្និសិទ្ធអគ្គទេសាភិបាល គណៈប្រតិភូធនាគារជាតិនៃកម្ពុជាដឹកនាំដោយឯកឧត្តមសុំសន្និសិទ្ធទេសាភិបាលរងធនាគារជាតិនៃកម្ពុជា គណៈប្រតិភូគណៈកម្មាធិការជាតិប្រឆាំងទារុណកម្មដឹកនាំដោយឯកឧត្តមសៀងឡាប្រេសអនុប្រធានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម គណៈបរិភូជាបន្តគឺគណៈគូនៃសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជាដឹកនាំដោយអាដាមលីច័ន្ទសុភក្តីបាទសូមប្រជែងគណៈប្រតិភូសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជាដឹកនាំដោយលោកលីច័ន្ទសុភក្តីប្រធានសមាគមសហគ្រិនពាណិជ្ជកម្មកម្ពុជា គណៈប្រតិភូក្រសួងប្រៃសណីនិងទូរគមនាគមន៍ដឹកនាំដោយឯកឧត្តមខៃខុនហេងរដ្ឋលេខាធិការក្រសួងប្រៃសណីនិងទូរគមនាគមន៍ គណៈប្រតិភូក្រសួងទេសចរដឹកនាំដោយឯកឧត្តមទឹកចន្ទថារដ្ឋលេខាធិការក្រសួងទេសចរ គណៈបរិភូជាបន្តគឺគណៈបរិភូនៃសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពដឹកនាំដោយអាដាមគង់ចម្រុងអនុប្រធានបដិបត្តិសម្ព័ន្ធយុវជនគណៈប្រតិភូសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាពដឹកនាំដោយឯកឧត្តមគង់ចម្រុងអនុប្រធានប្រតិបត្តិសម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព បន្តគឺប្រតិភូនៃ
សមាគមសម្ព័ន្ធពាណិជ្ជកម្មសម្បុកប្រជាកម្មកម្ពុជាអន្តរជាតិ គណៈប្រតិភូសមាគមសម្ព័ន្ធពាណិជ្ជកម្មសម្បុកប្រជាកម្មកម្ពុជាអន្តរជាតិដឹកនាំដោយលោកជំទាវភឹមសំភ័រប្រធានសមាគមសម្ព័ន្ធពាណិជ្ជកម្មសម្បុកប្រជាកម្មកម្ពុជា គណៈប្រតិភូជាបន្តគឺគណៈប្រតិភូនៃសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍ គណៈប្រតិភូសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាដឹកនាំដោយអុកញ៉ាតែតាំងពប្រធានក្រុមប្រឹក្សាភិបាលសមាគមមូលនិធិសម្ដេចតេជោដើម្បីអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ព្រះវិញ្ញាណក្ខន្ធគ្រប់ បរិភូជាបន្តគឺបរិភូនៃក្រមប្រឹក្សាវត្តកម្ពុជាដឹកនាំដោយអង្គជាវិទ្យាការលេខាធិការក្រមប្រជេ គណៈប្រតិភូក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាដឹកនាំដោយឯកឧត្តមជាវុធី អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បរិភូជាបន្តគឺបរិភូនៃក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយអាដាមពេញ គណៈប្រតិភូក្រសួងសាធារណការនិងដឹកជញ្ជូនដឹកនាំដោយឯកឧត្តមពេញពូនីរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន គណៈបរិភូជាបន្ត គណៈប្រតិភូក្រសួងមុខងារសាធារណៈដឹកនាំដោយឯកឧត្តមខៀវច័ន្ទប៊ុនធឿនរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ គ្រប់ គណៈបរិភូជាបន្តគឺគណៈបរិភូនៃ គណៈប្រតិភូរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែនដឹកនាំដោយឯកឧត្តមអែវុធីរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន ភាពសូមគោរពព្រះវិញ្ញាណក្ខន្ធ គណៈបរិភូជាបន្តគឺ គណៈប្រតិភូអង្គការវេទិកាសន្តិភាពកម្ពុជាដឹកនាំដោយឯកឧត្តមសួនសេរីរដ្ឋាប្រធានអង្គការវេទិកាសន្តិភាពកម្ពុជា គណៈបរិភូជាបន្តគឺគណៈបរិភូនៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈប្រតិភូគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដឹកនាំដោយឯកឧត្តមហង្សាមឿនអនុប្រធានទី2នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សូមគោរព
រក ប្រតិភូជាបន្តគឺប្រតិភូនៃអាជ្ញាធរជាតិប្រយុទ្ធ គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនដឹកនាំដោយឯកឧត្តមព្រំសុខាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន សុំប្រត់ព្រះមានថារក និងគ្រូជាបន្តគឺប្រតិភូនៃអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយអាដាមធានសេអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គណៈប្រតិភូអង្គភាពប្រឆាំងអំពើពុករលួយដឹកនាំដោយឯកឧត្តមខៀងសេងអនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គឺគណៈបរិភូនៃរដ្ឋបាលរាជធានីភ្នំពេញចាប់តាមដោយអាដាមមកស្រីប្រធានរបស់ប្រឹក្សាហើយអាដាមគួងទេអភិបាលនៃរដ្ឋបាល គណៈប្រតិភូសាលារាជធានីភ្នំពេញដឹកនាំដោយឯកឧត្តមម៉ាប់សារិនប្រធានក្រុមប្រឹក្សានិងឯកឧត្តមខួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ រក គណៈបរិភូជាបន្តគឺគណៈបរិភូនៃសមាគមសម្ព័ន្ធអ្នកវិនិយោគកម្ពុជាដឹកនាំដោយអង្គការលឿនតង់ គណៈប្រតិភូសមាគមសម្ព័ន្ធអ្នកវិនិយោគិនកម្ពុជាដឹកនាំដោយអង្គការលឹមតុងប្រធានបដូវវេនសមាគមសម្ព័ន្ធអ្នកវិនិយោគិនកម្ពុជា ព្រះមានថារក គណៈបរិភូជាបន្តជាបាទសូមអនុញ្ញាតព្រមអញ្ជើញអាដាមហ៊ុនម៉ាណី គណៈប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជាដឹកនាំដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រីហ៊ុនម៉ាណីប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រក គណៈបរិភូជាបន្តគឺគណៈបរិភូនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដដឹកនាំដោយអាដាមគួងរដ្ឋាភិបាលជាប្រចាំការសូមប្រជែង គណៈប្រតិភូអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដដឹកនាំដោយឯកឧត្តមគង់រដ្ឋាអនុប្រធានប្រចាំការអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដ ដាក់ព្រះមានដល់អានបាទរក គណៈប្រតិភូសមាគមកែរិទ្ធនារីកម្ពុជាដឹកនាំដោយអ្នកមនាងស៊ីសុវត្ថិកន្ធីរ៉េតអគ្គស្នងការរងសមាគមកែរិទ្ធនារីកម្ពុជា ព្រះមានថារក គ
តិភូគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយឯកឧត្តមសង្ឃវណ្ណៈប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា គណៈប្រតិភូសមាគមសហព័ន្ធវិនិយោគិនកម្ពុជាដឹកនាំដោយអង្គការសមូហកបណ្ឌិតលីសុភិបប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា ប្រតិភូជាបន្តគឺប្រតិភូសមាគមអង្គការកម្ពុជាដឹកនាំដោយអ្នកអង្គការខែហុកជួនអនុវិទ្យាក្នុងប្រទេស គណៈប្រតិភូសមាគមអង្គការកម្ពុជាដឹកនាំដោយអ្នកអង្គការផែហុកឈួនអនុប្រធានសមាគមអង្គការកម្ពុជា គណៈប្រតិភូសមាគមសិល្បករខ្មែរដឹកនាំដោយលោកអ៊ូប៊ុនរ៉ាត់តំណាងសមាគមសិល្បករខ្មែរ ការយាងនឹងអញ្ជើញថ្វាយកម្រងផ្កាគោរពព្រះវិញ្ញាណក្ខន្ធជារៀងរាល់ឆ្នាំនេះគឺជាកិច្ចសម្ដែងនៃការដឹងគុណជាអនេកបការថ្វាយចំពោះព្រះមហាករុណាធិគុណដែលពុំអាចកណនាបាននៃព្រះករុណាព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យជាតិនៃយើងព្រះអង្គបានបំពេញនៅព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លាក្នុងការរិះរកនៅគ្រប់មធ្យោបាយដ៏មានប្រសិទ្ធភាពខ្ពស់រហូតទាមទារបានមកវិញ 100% នៅកេតនភ័ណ្ឌឯករាជ្យសេរីភាពបូរណភាពទឹកដីនិងសេចក្តីសុខសុភមង្គលជូនជាតិមាតុភូមិជាទីស្នេហារបស់ព្រះអង្គ